ចាជំរាបសួរបងប្អូនអំពូមិញទាំងអស់គ្នាចានេះគឺជារដូវធ្លាក់ភ្លៀងហើយចាហើយក៏មានបងប្អូនចាកំងពូជត្បែកច្រើនហើយនេះចានៅខាងមុខនេះគឺជាចារ៉ូប៊ីគឺកាត់ធ្វើបដាហើយនេះហើយនាងខ្ញុំក៏នៅជាប់ចានៅជាប់មួយខ្លះទៀតចាហើយនេះគឺជាចាប្រភេទគីមជូហើយបងប្អូនកុំថាចាអត់ផ្លែណាចាវីដេអូធ្វើបង្ហាញបែបនេះគឺនាងខ្ញុំធ្វើច្រើនហើយនេះបងប្អូនចាគ្រប់មេឃចាគឺសិតតែផ្លែទៅអញ្ចឹងណាបងប្អូនគឺចាផ្លែនេះគឺនាងខ្ញុំអត់ទុកទេបងប្អូនបន្តិចទៀតហ្នឹងគឺនាងខ្ញុំបេះចោលហើយចាគឺអត់ទុកទេបាទនាងខ្ញុំទុកផ្លែហ្នឹងគឺដើមវាមិនសូវជាល្អប្រហែលទេដោយសារយោងតែផ្លែណាបងប្អូនចាឲ្យបងប្អូនមើលមេឃនេះចាមេឃនេះគឺនាងខ្ញុំយក2កង់ចាឲ្យបងប្អូនកុំថានាងខ្ញុំធ្វើមេឃអន់ណាគឺអត់ទេនេះគឺជាប្រភេទមេឃកំពុងណាបងប្អូនចាគឺមេឃដែលពោពេញទៅដោយកម្លាំងតែម្ដងឲ្យបងប្អូនមើលផ្លែចាបន្តិចទៀតគឺបេះចោលឲ្យបងប្អូនចាគឺនៅគ្រប់មេឃទាំងអស់ចាមេឃខាងនេះក៏មានដែរចាគឺគ្រប់មេឃគឺសិតតែផ្លែហើយចាំមេឃដែលនាងខ្ញុំធ្វើគឺជាមេឃកំពុងល្អបែបហ្នឹងណាបងប្អូនចានាងខ្ញុំអត់ធ្វើមេឃអន់ចាលក់ជូនបងប្អូនទេគឺសិតតែជាមេឃកំពុងមេឃកម្លាំងមេឃល្អបែបហ្នឹងឯងហើយសិតតែផ្លែចាផ្លែនេះបន្តិចទៀតបេះចាអស់ហើយអត់ទុកទេចាគ្រាន់តែចង់ទុកធ្វើវីដេអូបង្ហាញជូនដល់បងប្អូនចាគឺសិតតែជាមេឃល្អណាបងប្អូនគឺសិតតែមេឃដែលកម្លាំងតែម្ដងចាហើយដោយសារមួយគាត់កំងចង់បានដើមរាងធំចាអញ្ចឹងគឺដើមរាងធំគឺវែងបន្តិចហើយបងប្អូនគាត់ក៏ស្រឡាញ់ខ្ពស់ដែរអញ្ចឹងគាត់កំងខ្ពស់ហើយមេឃធំនេះបងប្អូនណាចាគឺកម្ពស់ហ្នឹងគឺចូល1ម៉ែត្រដើមខ្លះគឺ1ម៉ែត្រជាងហើយតែនាងខ្ញុំក៏អត់ទុកវែងពេកដែរបងប្អូនអត់ទុកវែងពេកទេចាមេខ្លះគឺនាងខ្ញុំកាត់ចាគឺកាត់បែបនេះចានេះគឺមេដែលនាងខ្ញុំកាត់រួចហើយចាហើយនេះគឺកាត់ហើយថ្មីគឺត្រាំទឹកសិនបងប្អូនចាត្រាំទឹកឲ្យវាសើមនៅសកៃដូងខាងក្រោមសិនបាននាងខ្ញុំយកមកចាញាត់ចូលទៅក្នុងថង់ចាហើយនេះក៏ជាថ្នាលចាធ្វើហើយគឺកប់ដីបែបហ្នឹងណាបងប្អូនដោយសារនៅខាងនាងខ្ញុំនេះអត់ទាន់ទឹកភ្លៀងជោគជាំមកដែរទេអញ្ចឹងគឺត្រូវតែកប់ដីអត់អាចទុកលើគោកបានទេបងប្អូនកប់ដីគឺងាយស្រួលក្នុងការដាក់ទឹកឲ្យវាគឺអត់ងាយស្ងួតទេចាអញ្ចឹងវីដេអូនេះនាងខ្ញុំបង្ហាញជូនបងប្អូនខ្លីទេដោយសារខាងធ្វើវីដេអូបង្ហាញជូនបងប្អូនយូរហើយចាអញ្ចឹងបើសិនជាបងប្អូនត្រូវការពូជចាពូជត្បែកឥឡូវនាងខ្ញុំមានតែ4មុខទេចាមួយមុខទៀតគឺនាងខ្ញុំធ្វើអត់តាន់ចានាងខ្ញុំមានរ៉ូប៊ីចាគីមជូអត់គ្រាប់ហើយនឹងកញើចាហើយក៏មិនសូវជាមានច្រើនបានដែរបងប្អូនដោយសារធ្វើអត់តាន់មួយកំងទេហើយម៉ាន់ជូគឺនាងខ្ញុំអត់តាន់បានធ្វើទេដោយសាររវល់ពេកចារវល់បេះរវល់ច្រកពេកដល់ពេលអញ្ចឹងអត់ចាអត់តាន់បានធ្វើអញ្ចឹងឥឡូវហ្នឹងគឺមានតែ4ពូជទេចាហើយបើសិនជាបងប្អូនត្រូវការចាបងប្អូនអាចខលតំណតំណងមកនាងខ្ញុំតាមរយៈលេខទូរស័ព្ទចំនួន2ខ្សែហើយក៏ជាលេខដែលមានTelegram ស្រាប់ដូចគ្នាដែរបងប្អូនអញ្ចឹងបងប្អូនអាចឆាតមកនាងខ្ញុំក៏បានបើពេលខ្លះខលអាចនឹងនាងខ្ញុំរវល់ឬក៏ទុកទូរស័ព្ទចោល
គឺអត់បានលើកទេអញ្ចឹងបងប្អូនអាចចាអាចឆាតមកនាងខ្ញុំមកពេលនាងខ្ញុំបានចូលមើលចាឆ្លើយតបជាមួយនឹងបងប្អូនភ្លាមតែម្ដងចាអញ្ចឹងជាចុងក្រោយចាសូមឲ្យបងប្អូនជួយចុច like ចាជួយ subscribe channel របស់នាងខ្ញុំម្នាក់មួយផងហើយកុំភ្លេចដាក់សញ្ញាកណ្ដឹងផងណាចាហើយនាងខ្ញុំនៅបង្ហាញបងប្អូនមួយទៀតពីចាតបាយតែនាងខ្ញុំសាកមេឃចាឲ្យបងប្អូនកុំគិតថានាងខ្ញុំសាកមេឃដែលដើមដែលអត់មានផ្លែហើយខ្លួនឯងផ្លែតែធ្វើមេឃផ្សេងណាមិនមែនទេបងប្អូននេះចាបងប្អូនមើលខាងក្រោមណាចាខាងក្រោមនេះគឺនាងខ្ញុំអត់ធ្វើមេឃទេចានេះគឺជាប្រភេទ Ruby ណាបងប្អូនផ្លែនេះមុំឆក់ហើយចានេះបងប្អូនណាចាគឺស្នោច្រកព្រាតមែនតែនហើយផ្លែខ្លះគឺនាងខ្ញុំអត់ច្រកទេបងប្អូនឯសាផ្លែច្រើនពេកគឺនាងខ្ញុំអត់អាចយកទាំងអស់បានទេអញ្ចឹងផ្លែវានឹងល្អិតមិនខានទេបងប្អូនណាចាអញ្ចឹងគឺនាងខ្ញុំច្រកមើលតែផ្លែណាល្អគឺនាងខ្ញុំច្រកផ្លែណារៀងតូចគឺខ្ញុំអត់ច្រកទេហើយក៏មិនបានបេះចោលទេដោយសារចាຕົកទៅបើសัตว์វាតិចគឺវានឹងជ្រុះហើយអត់មានពេលនឹងបេះទៀតណាបងប្អូនអញ្ចឹងបងប្អូនឃើញផ្លែខ្លះចាផ្លែខ្លះក៏មានសัตว์តិចទៅចាដូចផ្លែនេះសัตว์តិចវានឹងជ្រុះហើយបងប្អូនហើយមេឃខាងលើនោះក៏សិតតែផ្លែដែរបងប្អូននេះដោយសារមេឃនឹងសាអញ្ចឹងនាងខ្ញុំអត់ច្រកទេអញ្ចឹងក៏ຕົកអញ្ចឹងទៅហើយសัตว์វាតិចឡើងពេញតែម្ដងបងប្អូនចាអញ្ចឹងគឺសិតតែផ្លែតែម្ដងហើយប្រភេទពូជផ្សេងក៏ដូចគ្នាដែរបងប្អូនណាចាមិនមែនធ្វើលក់ប្រភេទផ្សេងចាអត់ផ្លែហើយធ្វើវីដេអូបង្ហាញសិតតែផ្លែចាអត់ទេគឺដើមតែមួយទេណាបងប្អូនណាចាបងប្អូនដែលធ្លាប់ទិញពីខាងនាងខ្ញុំគឺគាត់ទិញហើយទិញទៀតចាគឺគាត់ជឿជាក់ហើយម្យ៉ាងទៀតគឺគាត់យកទៅដាំគឺបានទទួលផលពិតមែនចាអញ្ចឹងនាងខ្ញុំចាអរគុណដល់បងប្អូនចាដែលចូលចិត្តទស្សនានៅវីដេអូដែលនាងខ្ញុំចាធ្វើការបង្ហាញជូនហើយចាជាចុងក្រោយចាសូមអរគុណដល់បងប្អូនទាំងអស់គ្នាចាហើយជូនពរឲ្យរកស៊ីមានបានចាសុខសប្បាយគ្រប់ក្រុមគ្រួសារចាអរគុណជម្រាបលាបាយបាយ